ក្រគឺច្បាស់ជាកាន់តែក្រទៅនឹងរឿងបញ្ហាដីធ្លីបញ្ហាព្រៃឈើក៏ចឹងតែបាត់បង់ព្រៃឈើឥឡូវនេះគឺធ្វើឲ្យធាតុអាកាសប្រែប្រួលការកាប់ព្រៃឈើនេះវាប៉ះពាល់ដល់បរិស្ថានប៉ះពាល់ដល់អេកូឡូស៊ីធ្វើឲ្យមានទឹកជំនន់ធ្វើឲ្យមានភាពរាំងស្ងួតឲ្យមានបាតុភូតធម្មជាតិផ្សេងដូចខ្យល់ព្យុះដូចបាក់ច្រាំងពីដើមយូរដូចសូថាមានទឹកជំនន់ម្ដងយូរមានភាពរាំងស្ងួតម្ដងហើយមានលក្ខណៈមិនជាធ្ងន់ធ្ងរប្រហែលប៉ុន្តែឥឡូវនេះគឺរាល់ឆ្នាំផ្ទួនគ្នាមានទឹកជំនន់មានភាពរាំងស្ងួតយ៉ាងធ្ងន់ធ្ងរធ្វើឲ្យខូចខាតផលដំណាំតែលិចទឹកស្រូវឲ្យលួយតែរាំងស្ងួតស្រូវស្កដូច្នេះអ្នកក្រដែលបាត់បង់ដីធ្លីផងហើយឥឡូវរងគ្រោះដោយទឹកជំនន់ដោយភាពរាំងស្ងួតដោយខ្យល់ព្យុះដោយបាក់ច្រាំងទលេអ្នកក្រគឺកាន់តែវិជ្ជមានទៅណាអស់ដីហើយអស់ព្រៃឈើរងគ្រោះដោយបាតុភូតធម្មជាតិទាំងប្រមាណដែលខ្ញុំរៀបរាប់អំបញ្ញមិញហើយមិនមែនធម្មជាតិកើតអាយទេគឺមនុស្សឯអ្នកបង្កើតឲ្យមានបាតុភូតដែលមានគ្រោះថ្នាក់បែបហ្នឹងអញ្ចឹងអស់ដីអស់ព្រៃហើយមួយទៀតដែលសំខាន់ដែលធ្វើឲ្យយើងបារម្ភអស់ត្រីខ្មែរយើងរស់គឺមានតែ3ហ្នឹងរស់ដោយមានដីមានព្រៃមានត្រីជាមូលដ្ឋានសម្រាប់ជីវិតរបស់យើងតែឥឡូវគេឲ្យជនបរទេសយកចាំនៅយួនចូលមកកាន់តែច្រើនឡើងចាត់ត្រីប្រើប្រដាប់ឆក់គ្រឿងឧបករណ៍ខុសច្បាប់មានអាសំណាញ់កាឡាទូចដូចស្បៃមុំចឹងដងគឺចាប់អស់ត្រីតាំងពីត្រីតូចហើយពីហូបមិនកើនគេយកទៅហាលគេកិនជាម្សៅគេយកធ្វើជីយកទៅបាច់ធ្វើជីនៅស្រុកយួននៅស្រុកអាមេរិកនៅស្រុកប្រទេសណាក៏ដោយគេមិនដែលចាប់ត្រីតាមទៅអំពើចិត្តគេចាប់គេវាស់មើលត្រីណាទូចទៅគេបោះចោលក្នុងទឹកវិញប៉ុន្តែស្រុកខ្មែរអត់ទេឲ្យតែមានលុយគឺធ្វើអីបានតាមចិត្តនេះជានយោបាយមួយខ្ញុំសូមជម្រាបបងខ្ញុំរៀបរាប់នេះណាតែគេធ្វើឲ្យរាជក្រមិនមែនចៃដន្យទេជារឿងពុករលួយនឹងយើងដឹងហើយអ្នកដែលដឹកនាំប្រទេសបែបហ្នឹងគឺគេប្រមូលលុយបានច្រើនណាគេយកដីពីអ្នកក្រណាគេលួចដីរត់យកទៅលក់អានោះទៀតគេបានលុយច្រើនរឿងពុករលួយអាកាត់ព្រៃឈើខ្មែរមានតម្លៃលក់បានរាប់រយលានដុល្លារហ្នឹងរឿងពុករលួយគេឲ្យថៅកែលោនេសាទគេឲ្យយួនមកចាប់ត្រីស្រុកខ្មែរសម្បូរត្រីណាហើយត្រីហ្នឹងគេលក់ទៅស្រុកយួនទៅស្រុកសៀមបរទេសលក់បន្តទៀតថាត្រីហ្នឹងមកពីស្រុកសៀមត្រីមកពីស្រុកយួនមិនមែនទេត្រីខ្មែរទេត្រីនេះបងប្អូនទិញនៅតាមហាងចិនហាងអីមួយចំនួនហ្នឹងគឺត្រីមកពីស្រុកខ្មែរទេដូច្នេះយើងនឹកមកផ្លែទៅយើងថាអូអានោះអំពើពុករលួយទេយកដីយកព្រៃឈើឲ្យបរទេសមកចាប់ត្រីនឹងគាត់អំពើពុករលួយមិនមែនទេបងប្អូននេះជាការសម្លាប់ជាតិកាលពីថ្ងៃ7ខែមេសាថ្ងៃ17ខែមេសាបាទថ្ងៃមុននេះគណៈបក្សសំរងស៊ីបានរៀបចំធ្វើពិធីមួយរំលឹកខួបឆ្នាំទី33នៃការចូលការអំណាចរបស់ពួកខ្មែរក្រហម17មេសាឆ្នាំ1975ខ្មែរក្រហមចូលភ្នំពេញគេថាជ័យជំនះខ្មែរក្រហមលើចក្រពត្តិនិយមអាមេរិកកាំងអីស្អីទាំងអស់នោះហើយចាក់ពីថ្ងៃ17ខែមេសាឆ្នាំ1975គេចាប់សម្លាប់ចាប់ផ្ដើមកាប់សម្លាប់ខ្មែរគេដេញជារាជលានចេញពីភ្នំពេញមានគណៈបក្សសំរងស៊ីមួយរាល់ឆ្នាំយើងធ្វើពិធីណាប្រពៃពិធីហ្នឹងដើម្បីបាំងស្គរគឺកុសលទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលស្លាប់
cột là bọc mai cả họ còn mang pi liên nhé nữa cái đặc phạm chi chun ở đây bảo ngay ta phẩm phân mới xa đó cái đặc phạm chi chun cái off xa tơ Pol sai cứ chỉ môi khi niên thì thà nó chơi chừng nhé rồi bọc cái chơi chừng nhé ruộng và hôn mà đó năm mà con của buôn hỏi bài sắp chiếng và đi bài sắp còn bấy bài sắp còn buôn cứ ngay cả một bên mesa nó cứ thả vì thưa con đúng không vì o sa to đọc một bên mesa được chưa của đi con mình đi chân con mình đi chuôn đi cứ bấm non kia sầm lắc mai đọc một bên mesa thì chỉ cả sầm lắc mai cả hòm sầm lắc mai bên mai cả hòm sầm lắc chân sầm lắc xả hai sầm lắc liêm sầm lắcอย่างชัดนะ